សូមគោរពគណៈបតីជាទីគោរពលើកទឹកចិត្តដល់វិស័យកីឡាពិសេសវិស័យអប់រំយុវជននិងកីឡាផ្ទាល់តែម្ដងជាទីបញ្ចប់ខ្ញុំសូមគោរពជូនពរឲ្យដល់